ប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការជ្រមុជមុខក្នុងទឹកកកជារៀងរាល់ព្រឹកការជ្រមុជមុខរបស់អ្នកទៅក្នុងទឹកកកជារៀងរាល់ព្រឹកនឹងអាចផ្ដល់អត្ថប្រយោជន៍ស្ទើរតែភ្លាមៗទី1គឺកាត់បន្ថយការហើមនិងធ្វើឲ្យស្បែកតឹងណែនផលប៉ះពាល់ដ៏ធំបំផុតគឺការកាត់បន្ថយការហើមទឹកត្រជាក់ធ្វើឲ្យសរសៃឈាមនៅលើមុខរួមតូចជាបណ្ដោះអាសន្នដែលជួយកាត់បន្ថយការហើមជាពិសេសនៅជុំវិញភ្នែកនិងថ្ពាល់បន្ទាប់ពីភ្ញាក់ពីគេងវាក៏អាចធ្វើឲ្យស្បែករបស់អ្នកមើលទៅតឹងណែននិងស្រស់ថ្លាជាងមុនក្នុងរយៈពេលខ្លីផងដែរមនុស្សជាច្រើនបានកត់សម្គាល់ឃើញថាមុខរបស់ពួកគេមើលទៅបាត់ហត់នឿយនិងស្វាងជាងមុនក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះទី2គឺជំនួយស្មារតីនិងដាស់ភាពស្វាហាប់អត្ថប្រយោជន៍មួយទៀតគឺការដាស់ស្មារតីភាពត្រជាក់ភ្លាមបានទៅជំរុញប្រព័ន្ធសរសៃប្រសាទរបស់អ្នកនិងអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមានថាមពលភ្លាមដែលវាប្រៀបបាននឹងសញ្ញាដាស់ធម្មជាតិមួយសម្រាប់ខួរក្បាលនិងរាងកាយទី3គឺបន្ធូរស្បែកដែលរលាកឬក៏ឡើងកម្ដៅមនុស្សមួយចំនួនក៏ប្រើប្រាស់ទឹកកកដើម្បីរងាប់ស្បែកដែលរលាកឬឡើងកម្ដៅខ្លាំងបន្ទាប់ពីការហាត់ប្រាណអាកាសធាតុក្ដៅឬការគេងមិនបានគ្រប់គ្រាន់ផងដែរទី4គឺការកសាងវិន័យផ្លូវចិត្តលើសពីអត្ថប្រយោជន៍ខាងរាងកាយវាក៏មានអត្ថប្រយោជន៍ខាងផ្លូវចិត្តផងដែរការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយការស្ម័គ្រចិត្តប្រឈមមុខនឹងភាពលំបាកឬក៏ភាពមិនស្រួលពីភាពត្រជាក់អាចបង្កើតបានជាអារម្មណ៍នៃវិន័យនិងការផ្ដោតអារម្មណ៍ដែលនឹងជំរុញជួយឲ្យអ្នកមានកម្លាំងចិត្តធ្វើកិច្ចការផ្សេងទៀតពេញមួយថ្ងៃជាទម្លាប់ពេលព្រឹកដ៏រហ័សមួយទឹកកកអាចជួយកាត់បន្ថយការហើមមុខជាបណ្ដោះអាសន្នធ្វើឲ្យរូបរាងរបស់អ្នកស្រស់ស្រាយនិងជួយឲ្យអ្នកមានអារម្មណ៍ថាស្វាងនិងមានថាមពលជាងមុនពិតប្រាកដ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ